Hello ក៏ដូចជាសួស្តីអ្នកគ្នាវិលត្រឡប់មកជួបជាមួយអ្នកមានសារជាថ្មីសុគីហេថ្ងៃនេះយើងមកបន្តនៅសាច់រឿងប៉ាប៉ាសំបីរបស់យើងទាំងអស់គ្នាហើយមានសូរីផងដែរដែលមាននឹងបាត់មកមួយរយៈយើងយូរដែរដែលបានចេញវីដេអូចែកជូនអ្នកគ្នាមូលហេតុនោះដែរគឺដោយសារតែកាលពីអ៊ំទូនឹងគឺថាមាននឹងទៅលេងស្រុកហើយអាមេតផេតដែលមានយកទៅកាត់វីដេអូនោះវាបានធ្លាក់ឲ្យបែកអេក្រង់ដូច្នេះបានជាមាននឹងអត់បានចេញវីដេអូចែកជូនអ្នកគ្នាអញ្ចឹងណាហើយឥឡូវគឺថា admin បានធ្វើការសន្សំលុយក៏ដូចជាសុំលុយម៉ាក់របស់មាននឹងធ្វើការជួសជុលវារួចហើយថ្លៃជួសជុលដែរគឺថាវាអស់រៀងច្រើនគួរសមដែរអ្នកគ្នាដែលឥឡូវគឺថា admin នឹងពិតជាដាច់លុយខ្លាំងមែនទែនហើយបើសិនជាអ្នកទាំងអស់គ្នាណាដែលចិត្តល្អចង់ជួយធ្វើការឧបត្ថម្ភកាន់ admin អីក៏អាចធ្វើការឧបត្ថម្ភតាមរយៈ QR ដែលមានបានដាក់នៅខាងលើនេះបាននិយាយតាមត្រង់ទៅគឺថា admin នឹងអាចចង់ធ្វើអា mail pad នេះវិញទេគឺថា admin នឹងចង់ធ្វើការដូរវាចង់ទិញនៅកុំព្យូទ័រដើម្បីកាត់នៅវីដេអូវិញម្ដងដោយសារតែ mail pad ដែរគឺថា admin នឹងប្រើយូរឆ្នាំមកហើយអ្នកគ្នាដូចច្រើនគឺថាវានឹងពិតជាពិបាកក្នុងការកាត់វីដេអូក៏ដូចជាកាត់នៅរូបភាពខ្លាំងតែដោយសារតែវាធាក់ខ្លាំងពេកហើយណាមួយវាក៏រៀងចាស់ផងអញ្ចឹងគឺថាវាពិតជាពិបាកខ្លាំងមែនទែនដូច្នេះមានសង្ឃឹមថាអ្នកនរគ្នានឹងជួយមានម្នាក់បន្តិចផងណាដើម្បីឲ្យមាននឹងបានសម្រេចនៅគោលដៅដើម្បីដូរនៅអា mail pad ដល់កញ្ចាស់នេះចេញដើម្បីទិញនៅកុងទ័រថ្មីកាត់វីដេអូចែកជូនអ្នកគ្នាអញ្ចឹងណាហើយឥឡូវយើងកុំឲ្យខាតពេលយូរយើងទៅបន្តនៅសាច់រឿងរបស់យើងទាំងអស់គ្នាទៅដោយផ្ដើមសាច់រឿងរបស់យើងនៅពេលនេះដែរគឺផ្ដើមពីភាគមុនគឺក្រុមរបស់តុឯករបស់យើងជាមួយនឹងលោកខូណេហ្នឹងគឺពួកគេមាននៅបេសកកម្មធ្វើដំណើរទៅកាន់ទីក្រុងដេជុនប៉ុន្តែនៅតាមផ្លូវដែលពួកគេធ្វើដំណើរទៅកាន់ទីក្រុងដេជុនក៏ថាជួបជាមួយនឹងពពួកស៊ុំប៊ីជាច្រើនប្រភេទដែលធ្វើពួកគេនឹងពិតជាពិបាកខ្លាំងតែនហើយនៅពេលនេះយើងក៏បានឃើញនៅស៊ុំប៊ីមួយផងដែរដែលយើងមើលទៅកាន់វាមិនដឹងថាជាស៊ុំប៊ីប្រភេទអ្វីនោះទេដែលមើលទៅកាន់វាដូចជាធំខ្លាំងមែនតើហើយនៅពេលនោះយើងក៏បានឃើញនៅមនុស្សមួយក្រុមផងដែរដែលនោះដែរគឺជាគ្នារបស់តុឯករបស់យើងឯងហើយនៅពេលនោះដែរលោកខូណេក៏បាននិយាយដែរថាមើលទៅកាន់វាពិតជាធំខ្លាំងមែនតើហើយតុឯករបស់យើងក៏បានប្រាប់ទៅកាន់លោកខូណេទៅគឺថាស៊ុំប៊ីនេះដែរវាមានឈ្មោះថា Viscose ដែលវាគឺជាប្រភេទស៊ុំប៊ី level ខ្ពស់នឹងឯងដែរស៊ុំប៊ីនេះដែរគឺវាកើតចេញមកពីសត្វមួយយ៉ាងដែលវាមានឈ្មោះថាស្លាំងដែលសត្វនេះដែរវាមានរូបរាងដូចជាខ្យងអញ្ចឹងប៉ុន្តែគឺថាវាអត់មាននៅស្នូកឬក៏សម្បល់នោះទេហើយតុឯករបស់យើងក៏បានរៀបរាប់នៅសមត្ថភាពរបស់បិសាចមួយនេះផងដែរគឺសមត្ថភាពរបស់វានោះគឺថាជាតិពើនឹងឯងគឺថាខ្លួនប្រាណរបស់វាគឺពោពេញទៅដោយសារធាតុពុលតែម្ដងដែលសារធាតុពុលរបស់វាដែរគឺថាពិតជាខ្លាំងមែនទែនបើសិនជាអ្នកណាហ៊ានតែប៉ះនៅសារធាតុពុលរបស់វាបន្តិចនោះគឺប្រកាសជាស្លាប់ជាមិនខានដែលនៅពេលណាលោកខូលណេក៏បានសួរទៅកាន់តុឯករបស់យើងផងដែរថាតើបើអញ្ចឹងតើពួកយើងគួរតែធ្វើយ៉ាងដូចម្ដេចនៅពេលនោះតុឯករបស់យើងក៏បានប្រាប់ទៅកាន់លោកខូលណេទៅគឺថាដើម្បីសម្លាប់ទៅកាន់អបិសិទ្ធនេះបានគឺពួកគេត្រូវការប្រើនៅពន្លឺភ្លើង UV ដើម្បីបន្សាបនៅជាតិពុលនៅលើស្បែករបស់វានឹងឯងហើយយើងគ្រាន់តែប្រើនៅអាវុធដើម្បីកាត់នៅក្បាលរបស់វានោះពួកយើងអាចសម្លាប់វាបានហើយដែលនៅពេលណាលោកខូលណេក៏បាននិយាយផងដែរថាបើអញ្ចឹងមានតែចាំថ្ងៃរះប៉ុន្តែគឺថានៅ2ម៉ោងទៀតឯណោះបានថ្ងៃរះហើយណាមួយទៀតគឺថាមេឃវាពិតជាភ្លៀងខ្លាំងមែនតើបើសិនជាមេឃភ្លៀងខ្លាំងយ៉ាងនេះគឺថាគេមិនអាចធ្វើអីទៅកាន់អបិស័កនេះបានទេហើយនៅពេលនោះគាត់ក៏បានបញ្ជានៅកូនចៅរបស់គាត់ឲ្យពិនិត្យមើលនៅជុំវិញនេះផងដែរព្រោះអីខ្លាចមាននៅពពួកស៊ុំប៊ីមកបើការវាប្រហារទៅកាន់ពួកគេនឹងឯងដែលនៅពេលណាយើងក៏បានឃើញនៅទាហានពីរនាក់គេក៏បាននិយាយគ្នាផងដែរដែលនៅពេលណាក៏មាននៅទាហានម្នាក់គេក៏បាននិយាយដែរថាគឺគេនឹងពិតជាឆ្ងល់ទៅនឹងតុឯកប្រុសរបស់យើងខ្លាំងតែគឺគេពិតជាឆ្ងល់ខ្លាំងណាស់ហើយបានជាគាត់នឹងដឹងនៅស៊ុំប៊ីច្រើនយ៉ាងនេះដែលនៅពេលណាគ្នារបស់គេក៏បានប្រាប់ទៅកាន់គេផងដែរថាមកគេនឹងគឺច្រើនតែគឺដោយសារតែគាត់នឹងគឺជាអ្នកជំនាញខាងកម្ចាត់ស៊ុំប៊ីនឹងឯងដែលនៅពេលនោះគេក៏បានប្រកាសផងដែរថាទោះបីជាគេអ្នកជំនាញក្នុងការកម្ចាត់ស៊ុំប៊ីយ៉ាងណាក៏ដោយប៉ុន្តែវាមិនសមតតែសោះព្រោះអីស៊ុំប៊ីវាទើបតែផ្ទុះហើយនឹងកើតមានឡើងត្រឹមតែរយៈពេលប្រហែលថ្ងៃតែប៉ុណ្ណោះប៉ុន្តែហេតុអ្វីបានជាគេស្គាល់នៅពពួកស៊ុំប៊ីទាំងអស់នេះច្រើនខ្លាំងម្ល៉េះហើយ Commander របស់គេលោកខូណេហ្នឹងក៏ចឹងទេគឺថាគាត់សម្រេចចិត្តអីគឺទៅតាមរយោមិនសូទៅអស់គឺថាគាត់អត់មាននៅការកើតរបស់គាត់តតែសោះមើលទៅប្រហែលជាគាត់ចាស់ជ្រុលហើយដែលធ្វើឲ្យគាត់នឹងភ្លេចភ្លាំងច្រើនយ៉ាងនេះដែលគេនិយាយដើមទៅកាន់លោកខូណេដែរគឺថាគេមិនចាប់អារម្មណ៍ទេថាលោកខូណេហ្នឹងកំពុងតែនៅពីក្រោយគេនឹងឯងដែលគេកំពុងតែនិយាយដើមទៅកាន់លោកខូណេនោះដែរគឺថាលោកខូណេក៏បានធ្វើការបដៅទៅកាន់គេផងដែរដែលគេហ៊ាននិយាយដើមរបស់គាត់នឹងឯងដែលគាត់ក៏បានធ្វើការចាប់ញឹងនៅស្លឹកជារបស់គេផងដែរហើយនៅពេលណាយើងក៏បានឃើញនៅដាមីដែលជាកូនស្រីរបស់តុឯកប្រុសយើងផងដែរដែលនាងទៅតែភ្ញាក់ពីដេកលំឯងដែលនាងក៏បាននិយាយផងដែរថាគឺនាងនឹងពិតជាឈឺគូសខ្លាំងមែនទែនគឺដោយសារតែនាងជិះតាមផ្លូវមកនោះគឺថាវាពិតជាលាក់ខ្លាំងមែនទែនដែលនៅពេលណាតុឯកប្រុសយើងក៏បានលេចឡើងមកនិយាយទៅកាន់កូនស្រីរបស់គាត់ដែលធ្វើឲ្យដាមីនឹងនាងពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលតុ
ទូឯប្រាប់យើងនឹងបង្ហាញខ្លួនមកដូចជាខ្មោចចឹងដែលធ្វើនាងនឹងពិតជាភ័យខ្លាំងមែនទែនហើយនាងក៏បានថាឲ្យទៅកាន់ឪពុករបស់នាងផងដែរថាមិនគួរណាគាត់បង្ហាញខ្លួននៅពេលក្រោយនាងដូចនេះតតសោះគឺវាពិតជាដូចទៅកាន់ខ្មោចខ្លាំងមែនទែនដែរទូឯប្រាប់យើងក៏បានធ្វើការសុំទោសទៅកាន់នាងផងដែរដែលគាត់មកនេះដែរគឺគាត់គ្រាន់តែចង់យកនំឲ្យនាងញ៉ាំតែប៉ុណ្ណោះព្រោះគាត់បារម្ភខ្លាចថានាងនឹងឃ្លានដែលនៅពេលនោះដាមីនាងក៏បាននិយាយផងដែរគឺថាអីនោះទេហើយនាងក៏បានប្រាប់ទៅកាន់ឪពុករបស់នាងផងដែរថាកុំឲ្យគាត់នឹងបង្ហាញខ្លួនបែបនេះទៀតនៅពេលក្រោយនៅពេលដែលឃើញទៅកាន់ដាមីនេះទូឯប្រាប់យើងក៏បានធ្វើការសួរទៅកាន់ដាមីផងដែរថាតើនាងភ័យបែបនេះគឺដោយសារតែមើលទៅកាន់គាត់នឹងមិនដូចជាឪពុករបស់នាងតែមែនទេដែលនាងលឺនៅសំណួរបែបនេះនាងក៏បានក្លែកមើលទៅកាន់ទូឯប្រាប់យើងផងដែរនៅពេលណាទូឯប្រាប់យើងក៏គាត់រៀងភ្ញាក់ខ្លួនផងដែរដែលគាត់នឹងបានសួរសំណួរនេះទៅកាន់ដាមីហើយគាត់ក៏បានធ្វើការនិយាយបន្លប់ទៅកាន់នាងវិញទៅថាគឺគាត់នឹងគាត់តែឆ្ងល់គឺនៅពេលដែលគាត់ផ្លាស់ប្ដូររូបរាងកាយមកបែបនេះគឺថាខុសពីគាត់ពីមុនអញ្ចឹងណាហើយតើនាងនឹងអត់ចម្លែកទេតែមែនទេដែលនៅពេលណាទូឯប្រាប់យើងក៏បានធ្វើការបន្ទោសទៅកាន់ខ្លួនឯងផងដែរដែលគាត់នឹងមិនគួរណាសួរសំណួរបែបនេះទៅកាន់ដាមីតតែសោះព្រោះអីគាត់ចង់សួរសំណួរនេះទៅកាន់នាងយូរហើយប៉ុន្តែគាត់ថាគាត់នឹងមិនហ៊ានគឺគាត់ខ្លាចនៅពេលដែលនាងនឹងឆ្លើយមកកាន់គាត់នឹងគឺថាដោយអ្វីដែលគាត់គិតនឹងឯងហើយអ្វីដែលគាត់គិតនោះដែរគឺគាត់គិតថាដាមីនឹងខ្លាចហើយនឹងស្អប់មកកាន់ខ្លួនគាត់នឹងឯងដែលនៅពេលណាដាមីនឹងក៏បានធ្វើការចង្អុលទៅកាន់ថ្មីរបស់ទូឯប្រាប់យើងហើយនឹងក៏បាននិយាយដែរថាមូលហេតុដែលនាងទទួលយកគាត់នោះគឺដោយសារតែកែវថ្មីរបស់គាត់ទាំងខ្លួនឯងហើយនាងក៏បាននិយាយនៅរឿងកាលពី7ឆ្នាំមុនទៅកាន់ទូឯប្រាប់យើងផងដែរគឺថាតាំងពី7ឆ្នាំមុននោះគឺថាម្ដាយរបស់គេបានចែកឋានទៅនៅពេលណាគឺមានតែនាងជាមួយនឹងឪពុកនាងតែប៉ុណ្ណោះហើយនៅពេលនោះនាងក៏បានមើលទៅកាន់កែវថ្មីរបស់ឪពុករបស់នាងហើយកែវថ្មីរបស់ឪពុករបស់នាងដែរគឺថាពោពេញទៅដោយការអាណិតស្រឡាញ់មកកាន់នាងនឹងឯងហើយមានតែកែវថ្មីរបស់ឪពុករបស់នាងទេដែលតែងតែសម្លឹងមកកាន់នាងប្រៀបដូចជានាងនឹងគឺជាមនុស្សដែលគួរអាណិតជាងគេនៅក្នុងពិភពលោកចឹងហើយនៅពេលខ្លះនាងពិតជាមានអារម្មណ៍ថារំខានខ្លាំងមែនទែននៅពេលដែលឃើញនៅខ្សែថ្មីរបស់ឪពុករបស់នាងដែលសម្លឹងមកកាន់នាងប្រៀបដូចទៅនឹងមនុស្សដែលគួរអាណិតជាងគេនៅក្នុងពិភពលោកមួយនេះចឹងហើយកាលពីអាទិត្យមុនគឺនៅពេលដែលនាងបានឃើញនៅបរមអ្នកដែលខ្លួនពពេញទៅដោយឈាមបានដើរចូលទៅក្នុងផ្ទះរបស់នាងគឺនាងពិតជាមាននៅភាពភ័យខ្លាចខ្លាំងមែនទែនប៉ុន្តែនៅពេលដែលនាងបានឃើញនៅខ្សែថ្មីរបស់គាត់ទាំងគូហើយនាងក៏បានដឹងដែរថានោះគឺជាខ្សែថ្មីរបស់ពុករបស់នាងដែរតែងតែសម្លឹងមកកាន់នាងបែបនេះនឹងឯងដែលនៅលើលោកនេះដែរគឺមានតែខ្សែថ្មីរបស់ពុកនាងតែម្នាក់គត់ដែរតែងតែសម្លឹងមកកាន់នាងពោពេញទៅដោយនៅភាពកក់ក្ដៅដែលនាងនិយាយចម្លើយទាំងអស់នេះទៅកាន់ទូឯប្រាប់យើងពោពេញទៅដោយស្នាមញញឹមតែម្ដងនិយាយទៅគឺថាចម្លើយរបស់នាងខុសពីអ្វីដែលទូឯរបស់យើងនឹងគឺទាំងស្រុងឬហើយយើងក៏បានកាត់មកដល់ពេលថ្ងៃរះវិញម្ដងនៅពេលនោះយើងក៏បានឃើញនៅសំប៊ីស្លាំងមួយនោះដែលមានសំហៅវាថាសំប៊ីខ្ចង់ទៅចោះដែលនៅពេលដែរយើងក៏បានឃើញនៅលោកខូណេសបានធ្វើការបញ្ជានៅកូនចៅរបស់គាត់ហ្នឹងធ្វើការបើកការបាយវិភាទៅកាន់សំប៊ីខ្ចង់នោះផងដែរដែលនៅពេលដែរសំប៊ីខ្ចង់មួយនោះវាស្រែកពោពេញទៅដោយការឈឺចាប់យ៉ាងខ្លាំងហើយនៅពេលដែរយើងក៏បានឃើញនៅទូឯប្រាប់យើងគាត់ក៏បានធ្វើការហក់ទៅកាន់សំប៊ីនោះផងដែរដែលនៅក្នុងដៃរបស់ទូឯប្រាប់យើងហ្នឹងក៏មាននៅពូថាមគូផងដែរដែលគាត់បានធ្វើការប្រើនៅពូថាមគូនោះធ្វើការបើកការវិភាទៅកាន់សំប៊ីខ្ចង់មួយនោះផងដែរដែលនៅពេលដែរធ្វើឲ្យកូនទាហាននៅទីនោះពិតជាមាននៅការភ្ញាក់ផ្អើលទៅកាន់ទូឯប្រាប់យើងខ្លាំងមែនទែនហើយយើងក៏បានឃើញផងដែរថាទូឯប្រាប់យើងធ្វើការបើកការវិភាតាមមើលការវិភាតែប៉ុណ្ណោះគាត់បានសម្លាប់ទៅកាន់សំប៊ីខ្ចង់មនុស្សបាត់ទៅដែលយើងក៏បានឃើញដែរថាសំប៊ីខ្ចង់មនុស្សគឺវាពិតជាមាននៅរូបរាងធំខ្លាំងមែនទែនដោយថ្មីរបស់វាមួយនឹងចង់ធំជាងខ្លួនរបស់ទូឯប្រាប់យើងនឹងទៅទៀតតែបន្ទាប់ពីសម្លាប់ទៅកាន់សំប៊ីខ្ចង់នោះហើយទូឯប្រាប់យើងគាត់ក៏បានឃើញនៅជីវិតមុនរបស់គាត់ផងដែរគឺជាជីវិតទី91របស់គាត់នឹងឯងគឺគាត់បានធ្វើការចំណាយពេលយ៉ាងយូរខ្លាំងមែនទែនដែលរហូតទៅដល់378ថ្ងៃឯណោះតម្រាំតែគាត់នឹងបានជួននៅដាមីកូនស្រីរបស់គាត់នឹងទៅកាន់ដេជន់ប៉ុន្តែនៅជីវិតទី100របស់គាត់នេះដែរគឺគាត់ចំណាយពេលត្រឹមតែរយៈពេល14ថ្ងៃតែប៉ុណ្ណោះបន្ទាប់ពីសំប៊ីបានកាត់ឡើងគឺគាត់បានធ្វើដំណើរមកដល់ដេជន់នេះហើយនៅពេលដែលគេមកដល់ដេជន់នេះដែរយើងមើលទៅកាន់ក្រុមគ្នារបស់ទូឯប្រូយើងមើលទៅកាន់ពួកគេពិតជាមាននៃការភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះហើយយើងក៏បានកាត់ទៅរយៈពេល11ថ្ងៃមុនបន្ទាប់ពីសំប៊ីបានកាត់ឡើងបានរយៈពេល3ថ្ងៃនៅពេលនោះយើងក៏បានឃើញនៅក្រុមតាហ៊ានមួយក្រុមដែលគេក៏បានធ្វើការធ្វើដំណើរទៅកាន់ដេជន់ដើម្បីវាលោកនៅទីនោះដើម្បីទៅដើមនៅកន្លែងទីនោះឯដែលគេក៏បានធ្វើការវាលោកចូលទៅទីនោះបានជោគជ័យផងដែរដែលធ្វើឲ្យមេបញ្ជាការរបស់គេនឹងពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលគេកំពុងតែសប្បាយចិត្តដែរកូនចៅរបស់គេក៏បានធ្វើការរាយការណ៍មកកាន់គេផងដែរគឺថាកងទ័ពដែលគេបានបញ្ជូនឲ្យធ្វើការបើកការវិភាគរកលុយកំចាត់ពពុះសំប៊ីទាំងអស់នោះគឺថាជោគជ័យបានតែមួយតែប៉ុណ្ណោះគឺនៅដេជន់នឹងឯងហើយឯកងទ័ពដទៃទៀតដែលគេបានបញ្ជូនទៅគឺថានៅពេលនេះមិនអាចតាក់ទងទៅកាន់ពួកគេបាននោះទេនៅពេលដែលមេរបស់គេលើបែបនេះគឺថាធ្វើឲ្យមេរបស់គេនឹងពិតជាមានការខឹងយ៉ាងខ្លាំងដោយមេបញ្ជាការរបស់គេនឹងពិតជាមានការឆ្ងល់ខ្លាំងតែហើយបានជាពពុះសំប៊ីទាំងអស់នេះគឺថាវានឹងកើតឡើងលឿនខ្លាំងម្ល៉េះ
គឺថាពួកគេនឹងអាចធ្វើការទប់ទល់ទៅកាន់ពួកវាបានទេគឺថាគេបានបញ្ជូនកូនចៅរបស់គេទៅប្រហែលជា5 6កន្លែងហ្នឹងគឺថាជោគជ័យបានតែមួយកន្លែងតែប៉ុណ្ណោះដោយគេនឹងពិតជាមិនចង់ឃើញនៅប្រទេសកូរ៉េរបស់គេនឹងត្រូវបានបញ្ចប់ដោយបែបនេះនោះទេប៉ុន្តែនៅពេលនោះគេក៏បាននិយាយផងដែរថាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺវាទើបតែរយៈពេល3ថ្ងៃតែប៉ុណ្ណោះហើយណាមួយទៀតគឺថាគេបានជោគជ័យក្នុងការដណ្ដើមនៅទីក្រុងមួយផងដែរតែគេពិតជាជឿជាក់ទៅកាន់ក្រុមទាហានរបស់គេនឹងខ្លាំងមែនទែនដែលក្រុមទាហានរបស់គេដែរគឺមានឈ្មោះថា Blue Ankle ឬហើយយើងក៏បានកាត់ទៅដល់ក្រុមទាហាន Blue Ankle វិញម្ដងនៅពេលនោះយើងក៏បានឃើញនៅទាហានមួយដែរមើលទៅកាន់គេទំនងដូចជាមេដឹកនាំរបស់ Blue Ankle នឹងឯងនៅពេលនោះគេក៏បានធ្វើការតាក់ទងទៅកាន់មេបញ្ជាការរបស់គេផងដែរដែលនៅពេលនោះមេបញ្ជាការរបស់គេនឹងក៏បានប្រាប់ឲ្យគេនឹងធ្វើយ៉ាងណាក៏ដោយឲ្យគេនឹងបំពេញនៅមីសិនរបស់គេនឹងឲ្យបានសម្រេចដែលគេនឹងគឺជាក្តីសង្ឃឹមចុងក្រោយរបស់គាត់ហើយបើសិនជាគាត់មិនអាចបំពេញនៅមីសិនរបស់គេបានសម្រេចក្នុងការការពារនៅដីជននោះបានទេនោះពួកគេប្រកាសជាចប់ជាមិនខានឬហើយយើងក៏បានកាប់មកដល់ក្រុមទាហាន Blue Ankle វិញម្ដងនៅពេលដែលគេកំពុងតែដើរពិនិត្យមើលនៅទីនោះផងដែរនៅពេលនោះដែរមេបញ្ជាការរបស់គេក៏បានកលែកមើលទៅលើក៏បានឃើញនៅអ្វីម្យ៉ាងនៅលើចុងអគារដែលធ្វើឲ្យពួកគេនឹងពិតជាមាននៅការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលនោះដែរគឺជាសំបីនឹងឯងមើលទៅកាន់វាគឺថាសាច់ដុំរបស់វាគឺថាពិតជាធំខ្លាំងមែនទែនដែលមើលទៅកាន់វាពិតជាកំណាចខ្លាំងមែនទែនដែលវាមាននៅកៅថ្មីពណ៌ក្រហមច្រើនឆ្អៅតែម្ដងដោយយើងមិនដឹងទេថាក្រុមទាហាន Blue Ankle ហ្នឹងនឹងទៅជាយ៉ាងណាដោយសាច់រឿងរបស់យើងក៏បានកាត់មកដល់ពេលបច្ចុប្បន្នគឺក្រុមរបស់លោកឯកប្រុសរបស់យើងជាមួយនឹងលោក Colonel នេះវិញម្ដងនៅពេលពួកគេបានមកដល់ឃើញនៅបន្ទាយនៅដីជននេះហើយដែលធ្វើឲ្យពួកគេនឹងពិតជាមាននៅការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលយើងមើលទៅកាន់បន្ទាយដីជននេះដែរគឺថាមើលទៅកាន់វាពិតជាធំហើយនឹងរឹងមាំខ្លាំងមែនទែនដែលលោក Colonel គាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយគាត់ក៏បាននិយាយផងដែរថាគឺវាហួសពីអ្វីដែលគាត់បានរំពឹងទុកទៅទៀតគឺគាត់គិតថាវាគ្រាន់តែជាកូនទីក្រុងដ៏តូចមួយតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលគាត់បានមកឃើញផ្ទាល់វាពិតជាអស្ចារ្យខ្លាំងមែនទែនហើយកូនទាហានទាំងអស់នោះពួកគេពិតជាសប្បាយចិត្តខ្លាំងមែនទែនបន្ទាប់ពីបានឃើញនៅបន្ទាយដ៏ធំរឹងមាំបែបនេះខុសគេតែទូឯកប្រុសរបស់យើងមើលទៅកាន់ទឹកមុខទូឯកប្រុសយើងគាត់ដូចជាខឹងអ្វីម្យ៉ាងចឹងមើលទៅកាន់គាត់ដូចជាមានរឿងអ្វីម្យ៉ាងចឹងដែលធ្វើឲ្យដាមេគេពិតជាឆ្ងល់ទៅកាន់ឪពុករបស់នាងយ៉ាងខ្លាំងថាតើឪពុករបស់នាងនោះកំពុងតែមានរឿងអីមែនចំណែកឯទូឯកប្រុសយើងវិញគាត់កំពុងតែគិតថាវាពិតជាចម្លែកខ្លាំងមែនទែនគឺមានរឿងអ្វីមួយដូចជាមិនស្រួលហើយគឺគាត់ចាំច្បាស់ណាស់បន្ទាប់ពីស៊ុំប៊ីបានផ្ទុះឡើងមាននៅទីក្រុងជាច្រើនបានរួមបញ្ចូលជាមួយនឹងសហរដ្ឋកូរ៉េហើយសូម្បីតែដីជននេះក៏ដូចគ្នាផងដែរហើយគាត់ចាំច្បាស់ណាស់បន្ទាប់ពីគេបានគ្រប់គ្រងនៅដីជននេះហើយគាត់បានមកដល់ទីនេះគឺគាត់ឃើញថាមានត្រឹមតែកូនភូមិតូច3តែប៉ុណ្ណោះប៉ុន្តែឥឡូវនេះវាពិតជាខុសគ្នាឆ្ងាយដាច់ស្រឡះខ្លាំងមែនទែនដែលឥឡូវនេះគឺវាមាននៅអគារធំជាច្រើនដែលមកទៅវាប្រៀបដូចទៅនឹងទីក្រុងដ៏ធំសម្បើមមួយអញ្ចឹងហើយនេះដែរគឺវាទើបតែមានរយៈពេល14ថ្ងៃតែប៉ុណ្ណោះគឺវាមិនគួរជឿតតែសោះដែលនៅពេលណាទុកឯងប្រុសយើងក៏មានអារម្មណ៍ដឹងនៅចំហើមមួយយ៉ាងខ្លាំងចេញមកពីក្នុងនោះដែលវាពិតជាខ្លាំងមែនទែនដែរធ្វើឲ្យទុកឯងប្រុសយើងនឹងដូចជារឿងថប់ដង្ហើមខ្លាំងមែនទែនហើយគាត់ក៏បានគិតផងដែរថាវាប្រកាសជាមាននៅរឿងអ្វីមិនស្រួលនៅទីនោះជាមិនខានហើយនៅពេលណាទុកឯងប្រុសយើងក៏បានប្រាប់ទៅកាន់កូនស្រីរបស់គាត់ផងដែរថាឲ្យនាងនឹងប្រុងប្រយ័ត្នខ្លួនហើយឲ្យនាងនឹងកុំទៅណាឆ្ងាយពីគាត់ឲ្យសោះដែលដាមីនាងឃើញនៅឪពុករបស់នាងបែបនេះនឹងពិតជាឆោតខ្លាំងមែនទែនហើយនាងក៏បានសួរទៅកាន់ឪពុកនាងទៅថាតើគាត់កំពុងតែខ្លាចនៅអ្វីមែនតែនៅពេលណាទូឯកប្រុសយើងអត់បានតបតជាមួយនឹងដាមីនោះទេដែលនៅពេលនោះយើងក៏បានឃើញនៅលោកខូណេផងដែរគាត់បានបញ្ជាឲ្យកូនចៅរបស់គាត់នឹងរៀបចំខ្លួនលឿនទៅព្រោះអីគាត់មានពេលគ្រប់គ្រាន់ទេចាប់ផ្ដើមនាំគ្នាចូលទៅក្នុងទីក្រុងនៅលឿនទៅនៅពេលដែរក៏មាននៅកូនចៅម្នាក់រត់មករកលោកខូណេហើយក៏បានរាយការណ៍ទៅកាន់លោកខូណេទៅដែរនៅពេលដែរលោកខូណេក៏បានសួរទៅកាន់កូនចៅរបស់គេទៅថាតើមាននៅបញ្ហាអ្វីមែនដែលនៅពេលនោះកូនចៅរបស់គាត់ក៏បានប្រាប់ទៅកាន់គាត់ទៅម្លងពេលដែលគេធ្វើដំណើរតាមផ្លូវសេចុងគេបានផ្ទះឃើញនៅអ្វីមួយដ៏ចម្លែកខ្លាំងមែនទែនដែរគេមិនអាចមើលវាដោយថ្មីទេបានទេដែលគេបានប្រើនៅដ្រូនធ្វើការថតវាពីខាងលើមកបានគេអាចមើលវាបានហើយនេះគឺជាអ្វីដែលគេបានឃើញហើយគេក៏បានហុច laptop ឲ្យទៅកាន់លោកខូណេមើលទៅនៅពេលដែលលោកខូណេបានឃើញរូបនៅក្នុង laptop នោះហើយគាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយគាត់ពិតជាឆ្ងល់ខ្លាំងមែនទែនថាតើរូបដ៏ធំនេះវាគឺជាអ្វីទៅហើយហេតុអ្វីបានជាគេគូវានៅទីនេះអញ្ចឹងដែលលើបែបនេះទូឯករបស់យើងក៏បានធ្វើការកញ្ចក់ laptop ពីដៃរបស់លោកខូណេយកមកមើលតែម្ដងហើយនៅពេលដែលទូឯករបស់យើងឃើញនៅរូបនោះហើយដែលធ្វើឲ្យទូឯករបស់យើងនោះពិតជាមាននៅការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយយើងមិនដឹងទេថានៅក្នុង laptop នោះមានអ្វីបានជាទូឯករបស់យើងមាននៅការភ្ញាក់ផ្អើលខ្លាំងយ៉ាងនេះហើយនៅក្នុងពេលតែមួយនោះដែរយើងក៏បានឃើញនៅអគារមួយផងដែរដែលអគារនោះដែរវាមានឈ្មោះថាដូយ៉ុងដុង Expo ហើយនៅពេលនោះយើងក៏បានឃើញនៅកូនទាហានមួយបានមកធ្វើការរាយការណ៍ទៅកាន់បរិសម្នាក់ផងដែរ
ដោយគេបានរាយការណ៍ទៅកាន់បុរសម្នាក់នោះថាគឺគេបានឃើញនៅមនុស្សប្រហែលជា10នាក់កំពុងតែនៅជិតភ្នំសូយ៉ាងហើយនៅពេលនេះគេកំពុងតែរៀបចំធ្វើនៅសកម្មភាពនៅពេលដែលលើកូនចៅរបស់គេរាយការណ៍មកបែបនេះគេក៏បានប្រាប់ទៅកាន់កូនចៅរបស់គេនឹងកុំឲ្យមានការធ្វេសប្រហែសតទៅសោះហើយឲ្យអមដំណើរពួកគេនឹងចូលមកទីនេះដោយប្រុងប្រយ័ត្នរួចហើយយើងក៏បានកម្មមកដល់ក្រុមរបស់ទូកឯកប្រុសរបស់យើងវិញម្ដងមូលហើយនៅពេលដែលទូកឯកប្រុសយើងបានឃើញនៅរូបនោះហើយដែលធ្វើឲ្យគាត់នឹងមាននូវការភ្ញាក់ផ្អើលនោះគឺដោយសារតែរូបដែរគឺជារូបទេពអប្សរមួយដែលបានផ្ដល់នូវឱកាសឲ្យគាត់100ដងនឹងឯងហើយគាត់ពិតជាមិនដឹងទេថានៅទីនេះមាននៅរឿងអ្វីកើតឡើងហើយមូលហេតុនេះហើយបានជាអំបែមមិញនេះគាត់មាននៅអារម្មណ៍ដូចជាទទួលរងនៅចំហាយមួយដ៏ខ្លាំងជ្រាបចូលទៅក្នុងខ្លួនរបស់គាត់ដែលវាប្រៀបដូចទៅនឹងព្យុះដ៏ធំមួយដែលគាត់មិនដែលជួបប្រទះពីមុនមកអញ្ចឹងហើយយើងក៏បានកាត់ទៅដល់បរិសុទ្ធអាថ៌កំបាំងនោះវិញម្ដងដែលយើងមិនដឹងទេថាគេគឺជាណាហើយយើងមើលទៅកាន់គេទៅដូចជាមិនមែនជាមនុស្សធម្មតានោះទេមកដល់ត្រឹមនេះដែររឿងប៉ាប៉ាសំបីរបស់យើងក៏បានមកដល់ទីបញ្ចប់ត្រឹមតែនេះដែរយើងចាំមើលនៅភាពបន្តទៅអស់គ្នាថាតើបរិសុទ្ធអាថ៌កំបាំងម្នាក់នោះគេគឺជាណាហើយថាតើនឹងមានរឿងអ្វីកើតឡើងខ្លះទៅលើក្រុមរបស់ទូកឯកប្រុសរបស់យើងដូច្នេះហើយយើងមានតែចាំតាមដានទស្សនានៅភាគបន្តទាំងអស់គ្នាហើយមុននឹងបញ្ចប់នៅវីដេអូរបស់យើងដែរសម្រាប់អ្នកទាំងអស់គ្នាដែលអត់ទាន់បានចូលនៅក្រុម Telegram របស់មានទេកុំភ្លេចចូលម្នាក់មួយផងណាហើយវីដេអូរបស់មាននៅពេលនេះគឺមានតែប៉ុណ្្នឹងដែរយើងចាំជួបគ្នាបន្តទៀតនៅវីដេអូក្រោយ